យោធាថៃនៅរសៀលថ្ងៃទី8ខែធ្នូឆ្នាំ2025បានពង្រីកទីតាំងវាយប្រហារពីខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យទៅដល់ខេត្តបន្ទាយមានជ័យដោយបានបាញ់ប្រហារទៅលើជនស៊ីវិលកម្ពុជានៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅជាភូមិដែលថៃពាត់យកដីខ្មែរនិងទាមទារឲ្យពលរដ្ឋរាប់រយគ្រួសារទៀតចាកចេញពីផ្ទះសម្បែងលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថាយោធាថៃបើកការបាញ់ប្រហារយ៉ាងកំរោលនិងមិនរើសអើងទៅលើជនស៊ីវិលនៅក្នុងភូមិទាំងពីរនៅម៉ោង 1:36 នាទីថ្ងៃដោយប្រើអាវុធធុនតូចនិងធុនធំតាមរយៈកាសែតខៅសូតកងកម្លាំងបូរផាថៃបានទទួលស្គាល់ថាខ្លួនបានបើកប្រតិបត្តិការយោធានៅភូមិទាំងពីរដែលជាប់ខេត្តស្រះកែវដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញស្របពេលដែលកម្ពុជានិងថៃកំពុងតែបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅភូមិទាំងពីរមិនទាន់ទាំងចប់សពគ្រប់រួចរាល់ផងកងទ័ពភូមិភាគ1ថៃបានចោទកម្ពុជាបានចាលាត់ទ័ពនៅបណ្ដោយព្រំដែនខេត្តបន្ទាយមានជ័យនិងស្រះកែវមុនពេលថៃបើកការវាយប្រហារក៏ប៉ុន្តែលោកស្រីម៉ាលីសុជាតានិយាយថាការលើកឡើងរបស់កងទ័ពភូមិភាគ1ថៃគឺជាព័ត៌មានមិនពិតយោងតាមក្រសួងការពារជាតិយោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជាដំបូងនៅថ្ងៃទី7ខែធ្នូនៅប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារនៅព្រឹកថ្ងៃទី8ខែធ្នូចាប់ពីម៉ោង5រហូតដល់ម៉ោង11ព្រឹកថៃបន្តវាយប្រហារគ្រប់សមរភូមិនៅក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យមុនពង្រីកទៅដល់ខេត្តបន្ទាយមានជ័យមិនទាន់មានព័ត៌មានពីប្រជាជនរងគ្រោះនៅក្នុងការបាញ់ប្រហារនៅភូមិទាំងពីរនេះនៅឡើយទេគិតត្រឹមម៉ោង 2:30 នាទីថ្ងៃទី8ខែធ្នូក្រសួងការពារជាតិកម្ពុជាក៏មិនទាន់បង្ហាញជាសាធារណៈដែរអំពីវិធានការតបតក៏ប៉ុន្តែសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រាប់ថាកម្ពុជាបានកំណត់បន្ទាត់ក្រហមរួចហើយតែលោកមិនបានបញ្ជាក់លម្អិតអំពីបន្ទាត់នោះទេខ្ញុំរស់សុធាពី News Today NTTV